សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីដំណើរការនៃការ test sensor diffuse reflexive sensor មុននឹងដំណើរការយើងត្រូវស្គាល់ពីឧបករណ៍មួយចំនួនសិនដើម្បីដឹងពីដំណើរការរបស់វាមានដូចជាយើងមាន board ហើយនឹងប្រកបនឹងមាន diffuse reflective sensor ហើយនឹង terminal របស់វាមាន output ហើយនឹង input power សម្រាប់ភ្ជាប់ទៅនឹង sensorហើយនេះគឺជា object របស់វាមាន object កញ្ចក់មាន object សពណ៌ស object ខ្មៅហើយមុននឹងនេះយើងចាប់ផ្ដើមដំណើរការវាទាំងអស់គ្នាមុននឹងចាប់ផ្ដើមវាយើងមកមើលខ្សែ emitter និង sensor ទាំងអស់គ្នានេះគេកំពុងរៀបចំនេះគឺជា sensor diffuse reflective sensor ដែលយើងយកមកអនុវត្តហើយវាភ្ជាប់មួយខ្សែ emitter ហ្នឹងមាន3ខ្សែហើយយើងចាប់ផ្ដើមយើងយកបកគោលហើយនឹងខ្សែ emitter ហ្នឹងដាក់ជាមួយនឹង sensor diffuse reflective sensor ហើយយើងមកមើលអំពីពេលភ្ជាប់រួចហើយយើងមកមើលអំពីខ្សែរបស់ emitter វាមាន3ខ្សែហើយនឹងមាន3ពណ៌មានពណ៌ខ្មៅពណ៌ត្នោតនិងពណ៌ខៀវតែឥឡូវយើងមកភ្ជាប់វាទាំងអស់គ្នាដោយពណ៌ខ្មៅយើងភ្ជាប់ជាមួយនឹង output ហើយនឹងពណ៌ត្នោតយើងភ្ជាប់ជាមួយពណ៌បូកហើយចំណែកឯពណ៌ខៀវយើងភ្ជាប់ជាមួយនឹងពណ៌ដកឥឡូវយើងកំពុងតែភ្ជាប់វាឲ្យបានត្រឹមត្រូវពេលដែលយើងភ្ជាប់វារួចរាល់ហើយយើងមកភ្ជាប់វាជាមួយនឹងព្រីជាមួយនឹងភ្លើង AC ឥឡូវយើងមកមើលពីដំណើរការរបស់វាគឺយើងយក object ឆ្លងកាត់ដោយ sensor diffuse reflexive sensor គឺវាមានចម្ងាយចិត្តយើងដាក់បានចម្ងាយចិត្តចំពោះ object ពណ៌វាខុសគ្នាមានសមានខ្មៅហើយនិងកញ្ចក់ចំណែកពណ៌ខ្មៅវាដាក់បានចិត្តវាភ្ជាប់បានចិត្តវាចាប់បានចិត្តវាចាប់បានប៉ុណ្ណឹងចំណែកឯយើងមកប្រើជាមួយនឹង object កញ្ចក់វិញ object កញ្ចក់នេះគឺជា object កញ្ចក់ sensor diffuse reflective sensor ហ្នឹងវាចាប់បានឆ្ងាយវាចាប់បានឆ្ងាយវាអាចចាប់បានប្រវែងឆ្ងាយដោយការដំណើរការជាក់ស្ដែងដោយនេះដំណើរការ diffuse reflective sensor របស់យើងគឺត្រូវបានបញ្ចប់សូមអរគុណ